បងប្អូនទេសនាគ្រប់គ្នានិយមតាមសេចក្តីផ្សព្វផ្សាយព័ត៌មាននិងជូនដំណឹងពីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសសៀមនោះនិងព្យាករណ៍ជូនទៅដល់ប្រជាជនសៀមថាប្រទេសសៀមនេះនឹងទទួលរងនូវឥទ្ធិពលគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរខ្លាំងចាប់ពីថ្ងៃទី18រហូតដល់ថ្ងៃទី25ខែឧសភាឆ្នាំ2026តែម្ដងនឹងមានភ្លៀងធ្លាក់ខ្លាំងជោគជាំព្រមទាំងមានខ្យល់ព្យុះបកកន្ត្រាក់ដោយគ្រោះភ្លៀងធ្លាក់ខ្លាំងនេះនឹងធ្វើដំណើរចេញពីតំបន់ដែនសមុទ្រអាដាម៉ាន់អាវថៃដោយភ្លៀងធ្លាក់ខ្លាំងជោគជាំងងឹតមេឃងឹតដីនេះនឹងវាយប្រហារទៅលើខេត្តចំនួន54របស់ប្រទេសសៀមផងនោះឲ្យរងគ្រោះធ្ងន់ធ្ងរតែម្ដងរីឯតំបន់មាត់សមុទ្រខេត្តភូកេតនឹងមានទឹកហក់ឡើងខ្លាំងចាប់ពី3ទៅ4ម៉ែត្រឯណោះដោយខាងក្រមព្យាករណ៍អាកាសធាតុសៀមនេះបានព្រមានទៅដល់ក្រមទូកនេសាទសៀមទាំងអស់ត្រូវតែប្រយ័ត្នប្រយែងជាពិសេសគឺទូកនេសាទរបស់ពួកក្រមប្រជានេសាទសៀមអាចនឹងលិចលង់នៅពេលមានភ្លៀងធ្លាក់ខ្លាំងហើយមានខ្យល់ព្យុះថែមទៀតនោះប៉ុន្តែយ៉ាងណាក៏ដោយតាមការផ្សព្វផ្សាយដំណឹងពីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយសៀមនោះបានបង្ហាញថាភ្លៀងខ្យល់នេះនឹងធ្វើការវាយប្រហារខ្លាំងក្លាទៅលើតំបន់ភាគខាងកើតរបស់សៀមនិងភាគខាងលិចព្រមទាំងតំបន់ទំនាបកណ្ដាលផងដែរហើយតំបន់ភាគខាងកើតរួមមានខេត្តណានខេត្តប្រែខេត្តឧត្តរឌិតខេត្តកំពែងเพชรខេត្តពិជិតរខេត្តពិษណុលោកនិងខេត្តเพชรบูរព្រមទាំងតំបន់ភាគខាងកើតឈៀងខាងលិចរួមមានខេត្តលើយខេត្តบึងកានខេត្តหนองบัวลำพูนខេត្តសាទូននិងខេត្តឧត្តរធានីខេត្តសកលនគរខេត្តនគរភ្នំខេត្តชัยภูមិនិងខេត្តศรีសะเกษព្រមទាំងខេត្តឧបលរាជធានីវានឹងមានភ្លៀងធ្លាក់ខ្លាំងជោគជាំផងដែរទៅលើតំបន់ទំនាបកណ្ដាលរួមមានខេត្តនគរសវណ្ណខេត្តឧทัยธาនីខេត្តឆៃណាតខេត្តសឹងបុរីខេត្តអាងថងនិងខេត្តលបបុរីព្រមទាំងខេត្តសារៈបុរីជាពិសេសគឺទីក្រុងបាងកកសៀមនេះតែម្ដងនឹងរងគ្រោះយ៉ាងធ្ងន់ធ្ងរជាងគេអាចនឹងមានទឹកភ្លៀងជន់លិចក្នុងទីក្រុងបាងកកនេះគឺកប់បាត់តែម្ដងក្នុងភ្លៀងរដូវដើមខែវស្សានេះ